បាទបងប្អូនហ្នឹងហើយបងប្អូនថ្ងៃមិញហ្នឹងគឺខ្ញុំទំនេរជិះទៅដើរលេងនៅឯក្រមបងប្អូនបាទផ្លូវនេះដែរគឺផ្លូវបេតុងបងប្អូនផ្លូវបេតុងសៀមរាបណាបាទហើយខ្ញុំបាទនេះកំពុងតែធ្វើដំណើរចាប់ពីខាងសៀមរាបទៅឆ្ពោះទៅខាងក្រមបងប្អូនបាទនិយាយទៅគឺខាងទៅទំនប់78ណាបងប្អូនហ្នឹងហើយខ្ញុំបាទក៏ឃើញថ្ងៃជិតលិចដែរបងប្អូនអើយស្អាតមែនទែនបងប្អូននេះហ្នឹងហើយបងប្អូនអធិស្ឋានផងបើសិនជាខ្ញុំបាទថតទៅមានការរអាក់រអួលបងប្អូនបាទព្រោះថ្ងៃនោះដែរគឺខ្ញុំបាទនៅក្នុងឡានក៏ដាក់កាមេរ៉ាព្រោះមិនដឹងថាចំថ្ងៃឬនឹងចំស្អីបងប្អូនបាទព្រោះអីវាមើលឃើញបងប្អូនពុក7ល្ងិតឈឹងអញ្ចឹងបងប្អូនបាទហើយពេលនេះដែរគឺខ្ញុំបាទកំពុងជិះឆ្ពោះទៅផ្លូវបេតុងហើយបងប្អូនបាទនឹងហើយបងប្អូនណាមកតាមដានសកម្មភាពខ្ញុំបាទថតទេសភាពនៅតាមដងផ្លូវទៅទំនប់78បងប្អូនបាទហើយនេះដែរគឺជិះដល់កន្លែងនេះហើយបងប្អូននេះកន្លែងនេះបាទហើយផ្លូវទំនប់78ហ្នឹងគឺនៅខាងមុខហ្នឹងឯងបងប្អូនបាទជិះដល់ហើយបងប្អូនបាទផែជាតិចនឹងដល់ហើយហ្នឹងហើយបងប្អូនស្អាតបងប្អូនហើយពេលទេសភាពពេលល្ងាចបងប្អូនមានបងប្អូនយើងទៅលេងនៅច្រើនបងប្អូនបាទហើយនោះដែរគឺភ្នំក្រោមណាបងប្អូនឃើញលំនោះគឺភ្នំក្រោមបាទហ្នឹងហើយបងប្អូនហើយឥឡូវនេះគឺថ្ងៃវារសៀលហើយបងប្អូនចិត្តលេចហើយបាទហើយវាចេះតែទៀបទៅបងប្អូនក្នុងក្រោមទៅឆ្ងាយបងប្អូនឆ្ងាយមែនទែនបាទខ្ញុំចាប់យកទឹកថ្ងៃពីអាទិត្យហ្នឹងហើយបងប្អូនអើយវាចិត្តលេចអញ្ចឹងណាបងប្អូនបាទវាស្អាតមែនទែនបាទហើយពេលនេះដែរនោះក្នុងក្រោមបងប្អូនឃើញក្នុងក្រោមបងប្អូនលំហើយខ្ញុំចាប់កាមេរ៉ានោះក៏វាមើលអត់ឃើញទេបងប្អូនបាទតាមពិតទៅខ្ញុំចង់ចាប់យកក្នុងក្រោមមកច្បាស់ប៉ុន្តែវាមើលអត់ឃើញបងប្អូនពេកចឹងទេគឺបានតែប៉ុណ្ណឹងបងប្អូនបាទហើយនោះទេសភាពវាស្រ័យយើងបងប្អូនអើយស្លាស់ល្អស្អាតណាស់បងប្អូនបាទហើយទីទៀតហ្នឹងគឺដល់កន្លែងនេះបងប្អូននេះដល់ផ្លូវបេតុងហើយបងប្អូនបាទហើយទីទៀតហ្នឹងគឺខ្ញុំបាទដល់កន្លែងខ្ញុំបាទដល់ថតបងប្អូននៅវាស្រែហ្នឹងហើយក៏ស្អាតមែនទែនបងប្អូនអើយនេះហើយមើលឃើញទេបងប្អូនកាមេរ៉ាខ្ញុំចាប់ពេញទៅវាហ្នឹងហើយជាស្រ័យផងបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយភ្នំនោះដែរគឺភ្នំក្រោមណាបងប្អូនបាទគឺជាទៀតបាទគឺភ្នំក្រោមបាទហើយថ្ងៃក៏ចិត្តលេខហើយបងប្អូនថ្ងៃហើយក៏ពេលបងប្អូនអើយថតមើលឃើញទេហើយនេះខ្ញុំជិះផងខ្ញុំថតផងជិះថតផងអញ្ចឹងបងប្អូនហើយនឹងជាទេសភាពស្អាតទាំងអត់បងប្អូនបាទបើសិនជាស្អាតអូលហើយសូមអធិស្ឋានណាផងបងប្អូនបាទហ្នឹងហើយបងប្អូននេះគឺក្នុងខេត្តសៀមរាបបងប្អូនបាទខ្ញុំចង់និយាយថាខ្ញុំថតនេះគឺនៅសៀមរាបបងប្អូនបាទផ្លូវបេតុងសៀមរាបហ្នឹងគឺភ្នំក្រោមបងប្អូនហ្នឹងហើយបងប្អូនបាទ